មិនមែនខ្ញុំអួតទេរាងកាយខ្ញុំមានកម្លាំងឡើងវិញមានធម៌ពលពេញលេញខ្ញុំពិតជាសះស្បើយហើយតើអ្វីដែលទើបកាត់ឡើងពិតជារឿងពី200ឆ្នាំក្រោយមែនឬឆ្នាំដែលបងប្អូនស្រីទាំងពីរឲ្យខ្ញុំអាចព្យាបាលមហារាជដំណាក់កាលចុងក្រោយបានមែនបើខ្ញុំអាចយកថ្នាំប៉ុន្មានគ្រាប់ត្រឡប់ទៅវិញបានសូម្បីតែមហាសេដ្ឋីពិភពលោកឬមេធំណាក៏ដោយបើកាត់មហារាជដំណាក់កាលចុងក្រោយក៏ត្រូវស្លាប់ដែរតែមហារាជនៅចំពោះមុខថ្នាំប៉ុន្មានគ្រាប់នេះមិនមែនជាបញ្ហាអ្វីសោះល្អណាស់ទឹកពីរដបទាំងនេះអាចយកទៅបដូរថ្នាំបានទៀតហើយបងស្រីទឹកគ្មានជាតិពុលគាត់យកមកពីរដបទៀតហើយអូព្រះអើយខ្ញុំរំភើបដល់ថ្នាក់ដកដង្ហើមស្ទើរមិនទាន់ហើយមិត្តម្នាក់នេះគួរហើយអ្នកថាម៉េច See you ឆៃយូសៀក៏ដូចរដូវក្តៅយូក៏ដូចចាក់វា See you សួស្ដីខ្ញុំឈ្មោះជាងមូសៀវនេះជាប្អូនស្រីខ្ញុំជាងមូស៊ី រីករាយដែលបានស្គាល់អ្នកខ្ញុំគិតថាអ្នកចេះតែនិយាយជាមួយខ្ញុំដោយកាំបិតប៉ុណ្ណោះ សុំទោសព្រោះរបៀបដែលអ្នកបង្ហាញខ្លួនវាចម្លែកពេកដូច្នេះខ្ញុំត្រូវតែសង្ស័យប៉ុន្តែព្រោះអ្នកអាចមកទៅដោយសេរីបានការគំរាមកំហែងរបស់ពួកយើងក៏គ្មានន័យទៀតដែរបើអាចនិយាយគ្នាដោយសន្តិភាពបាននោះល្អបំផុតហើយតែថាពួកអ្នកនៅមានថ្នាំប្រឆាំងវិទ្យុសកម្មទៀតទេមានវាជារបស់ចាំបាច់ដែលមនុស្សគ្រប់គ្នាត្រូវមានអញ្ចឹងខ្ញុំអាចយកទឹកពីរដបនេះមកបដូរថ្នាំប្រឆាំងវិទ្យុសកម្មបានទេបានជាការពិតអាចបានមួយគ្រាប់មែនអស្ចារ្យមែនទឹកសុទ្ធពីរដបតម្លៃតែ4យ៉នប៉ុណ្ណោះប៉ុន្តែអាចបដូរបានថ្នាំអច្ឆរិយៈដែលព្យាបាលមហារាជដំណាក់កាលចុងក្រោយបែបនេះខ្ញុំមិនហោះឡើងទៅស្ថានសុគតិទឹកគ្មានជាតិពុលពីរដបអាចបដូរបានច្រើនបំផុតតែថ្នាំប្រឆាំងវិទ្យុសកម្មមួយដបប៉ុណ្ណោះអ្នកនិយាយអ្វីមួយដប